ជំរាបសួរតេជូននីតិស្លាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំយកទូក្បាច់ខ្មែរឈើធ្នង់និងទូដែលហៅថាក្បាច់លៀតយើងគ្រាន់តែលេងលក្ខណៈលេងឈីយកមកថតវីដេអូជុំគ្នាដើម្បីបងប្អូនវិភាគមើលថាតើសម្រស់ពីម៉ូដហ្នឹងតើសម្រស់មួយណាស្អាតជាងអ្នកស្រឡាញ់ក្បាច់លៀតអាចមើលបានអ្នកស្រឡាញ់ម៉ូដក្បាច់ក៏មើលបានហើយក៏អាចប្រៀបធៀបគ្នាបានថាតើសម្រស់មួយណាស្អាតជាងប្រភេទទូនៅក្នុងស្តុករបស់នាងខ្ញុំគឺជាប្រភេទទូឈើប៉និតខ្មែរឈើធ្នង់ខ្មែរក្បាច់ខ្មែរធ្វើដោយទឹកដៃជាងខ្មែរប្រើឆ្អឹងរឹងមាំឈើក្រាស់ចំពោះតម្លៃបងប្អូនអាចចរចាគ្នានៅក្នុង page ឆាតនៅក្នុង page ជាមួយនាងខ្ញុំផ្ទាល់ម្ចាស់សិប្បកម្មផ្ទាល់លក់ផ្ទាល់ដឹកជញ្ជូនផ្ទាល់ដំឡើងជូនដល់ក្នុងបន្ទប់មិនថាបងប្អូននៅខេត្តណាគ្រប់ខេត្តទាំងអស់25ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជានាងខ្ញុំព្រីសេវាកម្មដឹកជូនដល់ក្នុងបន្ទប់ជូនយ៉ាងមានសុវត្ថិភាពជូនបងប្អូនមិនឲ្យបងប្អូនបាត់លុយកាក់សំបីតែ100ពីពេកនាងខ្ញុំលក់ដោយទំនុកចិត្តអ្នកខ្លះគាត់ឆ្លោយថាគាត់អត់ចង់ទិញអនឡាញទេដោយសារអីអនឡាញលក់អីវ៉ាន់ផ្សេងរូបផ្សេងឲ្យគាត់លែងទុកចិត្តអនឡាញហើយតែសម្រាប់ខ្ញុំមិនមែនត្រឹមតែជាអនឡាញទេនាងខ្ញុំមានអីវ៉ាន់ផ្ទាល់ក្នុងដៃលក់ជូនបងប្អូនពិតប្រាកដធ្វើអីវ៉ាន់ផ្ទាល់ដោយឆន្ទៈមោះមុតឆន្ទៈបរិសុទ្ធស្មោះត្រង់ជូនភ្ញៀវលក់ដោយក្តីពិចារណាក្បានខ្ពស់គិតថាបងប្អូនខ្មែរម្នាក់ត្រូវការទិញអីវ៉ាន់ឈើគឺត្រូវការទិញទុកប្រើតកូនតចៅមិនមែនទិញដូចលក្ខណៈថាជាសម្លៀកបំពាក់ខ្មែរយើងពាក់ទៅកម្មវិធីហើយយើងដូរមកទេគឺលក្ខណៈថាប្រើតកូនតចៅចំពោះទូរបស់នាងខ្ញុំធ្វើវីដេអូផ្ទាល់ជូនបងប្អូនពេញចិត្តទូមួយណាបងប្អូនឆាតមកបើសិនជានាងខ្ញុំមិនទាន់លក់ទូនឹងទេនាងខ្ញុំប្រាប់ថាទូនឹងមិនទាន់មានម្ចាស់តែបើបងប្អូនចង់មានជំរើសផ្សេងនាងខ្ញុំមាននៅក្នុងដៃគឺស្តុកខ្ញុំច្រើនណាស់ទូកៅឈើខ្មែរនេះដោយសារនាងខ្ញុំគឺតម្លៃនាងខ្ញុំជឿជាក់ទីផ្សារនាងខ្ញុំគឺលក់ទូនេះបានតម្លៃធូរជាងគេទាំងអស់នៅក្នុងទីផ្សារដែលគេធ្វើអីវ៉ាន់ដូចរបស់ខ្ញុំចំពោះទីផ្សារដែលគេធ្វើអីវ៉ាន់ស្ដាងជាងខ្ញុំនាងខ្ញុំជឿជាក់ថានាងខ្ញុំអត់បានធូរជាងគេទេដោយសារអីដោយសារតើកាលណាយើងប្រើអីវ៉ាន់គឺយើងប្រើវត្ថុធាតុដើមច្រើនចំណាយគឺវាត្រូវច្រើនហើយដោយប្រៀបធៀបបងប្អូនកាត់កៅអៅអញ្ចឹងតម្លៃទីផ្សារមួយ30-40រៀលបងប្អូនខ្លះគាត់អត់កាត់ទេមិនមែនគាត់ល្ងងទេតែគាត់ដឹងថាអា30-40រៀលហ្នឹងវាអត់អាចទៅប្រៀបជាមួយនឹងអាឈ្នួលកាត់100-200របស់គាត់ដែលគាត់ទៅជួលគេកាត់ទេពេលដែលគាត់ពាក់ទៅគាត់ចូលក្នុងចំណោមអ្នកដែលគាត់ប្រើកៅអៅថ្លៃគឺគាត់មើលដឹងតែបើសិនជាគាត់មិនដែលបានចូលចំណោមអ្នកពាក់កៅអៅថ្លៃគឺគាត់អាចស្អាតជាងគេមិនឯងអញ្ចឹងមិនមែនថាអ្នករាល់អ្នកដែលចំណាយថ្លៃអីវ៉ាន់បានទូកៅអៅដូចគ្នាខ្នាតដូចគ្នាធូរជាងហ្នឹងមិនមែនអ្នកដែលទិញធូរហ្នឹងឆ្លាតជាងអ្នកដែលទិញថ្លៃទេលុះត្រាតែអ្នកដែលទិញធូរហ្នឹងអីវ៉ាន់បានដូចអីវ៉ាន់ដែលអ្នកទិញថ្លៃអាហ្នឹងបានគេហៅថាតម្លៃធូរបើធូរហើយយកទៅប្រៀបជាមួយអីវ៉ាន់គេថ្លៃយើងអន់ជាងគេហ្នឹងមិនគេហៅថាយើងឆ្លាតគឺយើងអត់ឆ្លាតទេគឺលក្ខណៈថាយើងទិញរកតម្លៃធូរលក្ខណៈថានិយមរបស់ធូរដែលអត់មើលពីគុណភាពហើយបងប្អូនចង់បានអីវ៉ាន់ធូរអីវ៉ាន់ស្អាតអីវ៉ាន់ល្អមានគុណភាពបងប្អូនត្រូវតែទិញពីផ្ទាល់ពី page ម្ចាស់សិប្បកម្មផ្ទាល់លក់ផ្ទាល់ដោយសារអីបងប្អូនដូចប្រៀបបានបងប្អូនទិញអីវ៉ាន់តាមអនឡាញចេញពីចិនចេញពីថៃផ្ទាល់ដែលបងប្អូនតែងទិញឆ្លងប្រទេសអញ្ចឹងគឺធានាជូនថាបងប្អូនទិញតែមួយតង់ដូចគេទិញយកមកលក់តអញ្ចឹងតម្លៃយើងនឹងតែបានធូរហើយដើម្បីបានធូរបងប្អូនត្រូវសិក្សាពី page មួយនឹងច្បាស់សិនតើអ្នកលក់នឹងបែបម៉េចយើងកុំទាន់ឃើញតែវីដេអូមួយព្រោះធម្មតាវីដេអូអ្នកលក់គ្រប់វីដេអូទាំងអស់អ្នកលក់ណាក៏គាត់អួតពីអីវ៉ាន់គាត់ដែរគេដែរធ្វើទីផ្សារផ្អាប់អីវ៉ាន់គាត់ថាអីវ៉ាន់ខ្លួនឯងថាអីវ៉ាន់ខ្ញុំអន់ជាងគេអីចឹងទេគឺដឹងតែអួតតែស្អាតជាងគេអញ្ចឹងរាល់ការទង្វើរបស់អ្នកលក់បងប្អូនត្រូវតាមដានក្នុង page សម្រាប់ page នេះខ្ញុំអាចឲ្យបងប្អូនតាមដានគ្រប់វីដេអូទាំងអស់សូម្បីតែវីដេអូទូនីកៅនីមួយក៏នាងខ្ញុំអត់ដែរយកវីដេអូចាស់មកផុសលក់ដែរកម្រណាទូនៅក្នុងស្តុកអត់ទាន់មានម្ចាស់អាចមានតែបើថាទូនៅមានម្ចាស់ហើយយកមកធ្វើវីដេអូឲ្យបងប្អូនមើលហើយប្រាប់ថាទូនឹងដូចគ្នាជាមួយទូក្រៅនឹងដូចគ្នាទេបងប្អូនអាចមើលគំរូបានអត់ទេលក់ទូណាគឺថតវីដេអូជូនទូនឹងអ្នកលក់ម្នាក់នេះស្មោះត្រង់ណាស់ដោយសារអីដោយសារយល់ពីតម្លៃនៃគុណភាពឈើខ្មែរទូរបស់នេះខ្ញុំគឺខ្ញុំចូលមកក្នុងសាច់ទូរបស់នេះខ្ញុំហ្មងនិយាយពីកម្រាស់និងសាច់ឈើជូនបងប្អូនទាំងអស់គ្នាហ្មងវីដេអូទូនេះនឹងខ្ញុំធ្វើជាក់ស្ដែងជាមួយទូនៅក្នុងស្តុកមិនទាន់មានម្ចាស់ទេមានក្បាច់2គ្រឿងមាន
liệt bị cái đường không video nắng á chẳng sầm lập tôi này nhóm cứ prao chẳng mê bay hôn cầm ra bỏ pi hồn sờ lắc á chấm pua chẳng mà đau bị ba tờ bố đo ba tù đo tờ bố tù bị ba tù đo tờ bố tù chẳng cứ mà đau ở bên to kia bị bay cái nát té cứ nhóm đo chẳng mà đau màu chẳng bây giờ cả vi mơ tới bông ôn hiện bằng chỉ thì được sao nhóm đặt bây giờ cả nơi khăn đó được sao tu nhớ ban bà hồng tờ bố té cứ tờ bố mà chẳng cứ màu bầm bông ôn bây giờ bàn về nhưng cái nhóm trâu thằng tôi bông ôn mơ video muốn nữa mạnh nữa chứ bông ôn khơi nhỉ bông ôn trong bây giờ rồi về cái ai bây giờ bàn đây hỏi bông ôn trong time vua tiếp các bạn này hơi sầm lập cũng ra ấp cứ pi hôn nó cứ điệp thiệp từng mấy bay hôn đời sao nhưng mà đai chung một con khơi nhà pi hôn bằng bay hôn việc khó khăn đi ta chè hơi sầm lập cho ông này nhầm đặt time nó cứ nhầm time tục cà pía cà bao rồi mua bỏ sạch chờ sầm pua sạch chờ cứ mà sờ lật bà hô đặt men to pi cái nát bay cái nát té cứ mà bà hô tăng chèn chùm hiếng nâng thuê một hơi rồi cà bà lụi bà trâu bỏ nên nhóm cứ nhưng nhóm ở ban thằng năm bà lục bỏ té bông ôn ai mới khơi tòa bàn chấm pua bà lụi mà nên nhóm trâu mà chơi hiếng nhưng bà trâu mà hôn cả là bà lụi này dương bà trâu bà tu nữa bông ôn ai mở ban hơi sầm pua sạch tu ban nên nhóm cái giả bị chai mất ban thằng năm hơi cứ nơi khơi cái giả đôi đào bông ôn ai tụm nọc chật bàn bông ôn ai miên cái lạnh chật nằm bàn chấm pua kẹt nên nhóm cứ nên nhóm pra ray chờ cướp kẹt từng óc miên sao này cứ ví dụ bật bạc chẳng có nhầm bạch dọn đá nhầm cho tầm mai rồi của bị trâu này cứ ví dụ bật bạc na ray chờ hỏi chiêng mỏ mà chơi thưa thế ray chờ nữa bật hạ đã ray đá cứ đã xua bao đi khi đấy bận tay sủng khăn cứ vì ọt mồm tê ngày cày vì ai nâng miền bành hạ trẻ đai rồi miền bành hạ bao kẹ bao ấy thì tuổi chẳng cứ việc khloa tần tích cứ việc bà bật bạc chẳng nhưng khi nhầm chùm rồi cho ray chờ chiêng này miền tật đầy púa tật đầy dù cho nắm mò trẻ thưa bàn thưa tranh ray chờ mà sạch chỉ trong cái nhóm ở con bông ôn ở khni chun po bông ôn ở khni sọc phim lo từng ở khni cho năm tham mấy số mấy hình từng ở khni thưa đầm na tơ nam mà na chụp tay sờ bát phim rọc lối bán chran từng ở khni ở con chran